ទីមួយគឺខ្ញុំឆ្លាញ់បូមមកវាដោយសារតែខ្ញុំចូលចិត្តជីបែប adventure touring ចុះកលោចុះដីច្រើនគឺទន់ល្មើយបើអត់មានបូមនឹងទេក៏ខ្ញុំមកទិញម៉ូតូនឹងដែរប៉ុន្តែខ្ញុំឆ្លាញ់ជាងគេគឺ performance mode ពេលខ្ញុំចុះ trip ម្ដងមិនថាខ្ញុំជិះក្រុងឬក៏អីទេគឺខ្ញុំតែងតែ switch ទៅលើ performance mode គ្រាន់តែមូលមិនឆើបន្តិចគឺវាស្ទុះទៅលឿនម៉ូតូថ្មីបកកេះតម្លៃតែ 5000 តិចតួចមកគិតមើលទៅត្រូណាបានជំរាបសួរខ្ញុំបាទឈ្មោះស៊ុងដារីហើយបច្ចុប្បន្ននេះខ្ញុំគឺជាបុគ្គលិកនៅក្រុមហ៊ុន software មួយខាងផ្នែក technology បច្ចុប្បន្ននេះក៏ខ្ញុំក៏ជាអ្នកផលិតមាតិកាបែបជាម៉ូតូផ្សងព្រេងបោះតង់ក៏ដូចជាម៉ូតូ vlogging camping ចឹងជាដើមហើយខ្ញុំបានធ្វើការជិះនៅម៉ូតូ Royal Himalayan 450cc បានរយៈពេលជិត5ខែមកហើយទាក់ទងជាមួយនឹងចំណុចដែលខ្ញុំស្រឡាញ់ទៅលើម៉ូតូនេះខ្ញុំអាចហ៊ាននិយាយថាទីមួយគឺខ្ញុំស្រឡាញ់បូមរបស់វាដោយសារតែខ្ញុំចូលចិត្តជិះបែប adventure touring ចុះកលោចុះដីច្រើនចឹងមានផុកមានអីច្រើនចឹងណាបូមនឹងជិះទៅគឺវាអត់សូវលាក់ប៉ុន្មានទេគឺទន់ល្មើយបើអត់មានបូមនឹងទេក៏ខ្ញុំមកទិញម៉ូតូនឹងដែរខ្ញុំជិះម៉ូតូនឹងហើយខ្ញុំមានអារម្មណ៍ដូចខ្ញុំជិះម៉ូតូត្រៃចឹងដោយសារខ្ញុំធ្លាប់ជិះម៉ូតូត្រៃខ្លះៗដែរចឹងណាដល់ពេលខ្ញុំមកប្រៀបធៀបគ្នាមើលទៅអាយ៉ាម៉ូតូនឹងគឺមិនធម្មតាទេបូមនឹងគឺអេហ្មងក្រៅនឹងទៀតគឺខ្ញុំស្រឡាញ់ទៅលើប្រភេទម៉ាស៊ីនរបស់វាត្បិតតែ Royal Himalayan 450cc នឹងមានកម្លាំងតែ450មែនប៉ុន្តែកម្លាំងវាគឺមិនធម្មតាទេគឺស្ទុះល្អដល់ពេលខ្ញុំជិះតាមផ្លូវមិនថាផ្លូវដីមិនថាផ្លូវកស៊ូគ្រាន់តែខ្ញុំសាំងលេខទៅបន្តិចទៅគឺគេឈើតែបន្តិចគឺមកគេទៅគឺបានលឿនមកហើយក្រៅពីនឹងដែរគឺខ្ញុំស្រឡាញ់ទៅលើរាង design របស់វាតួខ្លួនសាមញ្ញរាងកោងមូល rounding អញ្ចឹងណាហើយវាមានអារម្មណ៍ថា friendly មែនទែនពេលខ្ញុំជិះទៅក្រៅជួបជាមួយនឹងបងប្អូននៅខាងក្រៅក៏ដូចជាបងពូមីនៅតាមភូមិគាត់តែងតែឈប់សួរខ្ញុំថាអូនម៉ូតូអីក៏ចំឡៃម៉េះស្ទើរតែហើយរាងមូលអញ្ចឹងណាក៏ដែរឃើញពីមុនមកហើយម៉ូតូនឹងគឺជួយខ្ញុំមែនទែនបើប្រៀបធៀបជាមួយនឹងម៉ូតូចាស់ខ្ញុំមានមកម៉ូតូចាស់ជិះទៅគឺគេអត់សូវខ្វល់ប៉ុន្មានទេសារវាសម្បូរតែចាំខ្ញុំជិះ Himalayan វិញគេទៅឈប់ផឹកភ្លាមគឺគេសួរខ្ញុំហើយថាបងម៉ូតូអីគេតម្លៃប៉ុន្មានអីប៉ុន្មានអញ្ចឹងណាបាទទៀតតងជាមួយប្រភេទម៉ូតូដូចបងឃើញស្រាប់នៅក្នុងស្រុកខ្មែរយើងគឺមានច្រើនប្រភេទផ្ទុយទៅវិញ Himalayan គឺនៅក្នុង spec មួយដែលខ្ញុំចាប់អារម្មណ៍ដូចខ្ញុំបានជម្រាបពីដើមគឺកម្លាំងម៉ាស៊ីនវាធំគួរសមអាចប្រើប្រាស់បានសម្រាប់ adventure touring ហើយទី2ទៀតតងជាមួយនឹងការប្រើប្រាស់វាបច្ចុប្បន្នគឺវាទៅជាមួយនឹងការងាររបស់ខ្ញុំដូចគ្នាដែរដូចខ្ញុំជិះផលិតមាតិកាក្រៅអញ្ចឹងគឺខ្ញុំដាក់អីវ៉ាន់បានច្រើនដាក់កាបូប2ខាងមុខខាងក្រោយ2ទៀតដាក់ធុងពីលើទៀតហើយដាក់កាបូបលើធុងសាំងទៀតអញ្ចឹងយើងដាក់អីវ៉ាន់បានច្រើនដល់ពេលយើងជិះទៅតាមផ្លូវទៅខេត្តឆ្ងាយយើងអត់ជិះអត់តាំងខ្យល់ដោយសារម៉ូតូនឹងធ្ងន់200គីឡូជាងបូកជាមួយនឹងអីវ៉ាន់ទៀតមិនក្រោម300គីឡូក្រាស់ទេបាទបើប្រៀបធៀបមួយម៉ូតូដទៃទៀតក៏ខ្ញុំគិតថាតម្លៃម៉ូតូនឹងក៏ល្អដែរម៉ូតូថ្មីបកកេះតម្លៃតែ 5000 តិចតួចមកគិតមើលទៅត្រូណាបានហើយធានាច្រើនឆ្នាំទៀតអញ្ចឹងគឺល្អមែនទែនចំពោះការប្រើប្រាស់ម៉ូតូនឹងខ្ញុំបានជិះ Himalayan 450ហ្នឹងគឺទៅបានច្រើនខេត្តមែនទែនបើរាប់ទៅគឺមានតាំងពីសៀមរាបមានតាំងពីកពតកែបទៅអស់ហើយជិតហ្នឹងតែលើភ្នំចុះសមុទ្រអីហ្នឹងទៅហើយព្រោះម៉ូតូហ្នឹងវា capable អាចទៅបានច្រើនខ្ញុំចាក់មកពេញពីភ្នំពេញទៅខ្ញុំជិះទៅដល់សៀមរាបអត់ទាន់អស់សាំងទេនៅសល់ទៀតទៅជិះនៅសៀមរាបបានចង់កន្លះទឹកទៀតបានអស់អញ្ចឹងវាជិះបានឆ្ងាយមែនទែនមកគិតជាគីឡូដីវិញខ្ញុំគិតថាមួយធុងហ្នឹងជិះយ៉ាងតិចណាស់ក៏បានទៅ400គីឡូដីដែរទៀតតងជាមួយនឹង mode របស់ម៉ូតូហ្នឹងគឺខ្ញុំស្រឡាញ់ជាងគេផុតគឺ performance mode កុំថាខ្ញុំអត់សូវរីសាំងហ្មងទេបើថា eco mode វាជួយសំសាំងបានច្រើនប៉ុន្តែខ្ញុំស្រឡាញ់ជាងគេគឺ performance mode ពេលខ្ញុំចុះ trip ម្ដងមិនថាខ្ញុំជិះក្រុងឬក៏អីទេគឺខ្ញុំតែងតែ switch ទៅលើ performance mode ដោយសារតែពេលខ្ញុំ switch ទៅ performance mode ខ្ញុំដាក់នៅ ABS on ដូចគ្នាដែរគ្រាន់តែមូលមិនឆើបន្តិចគឺវាស្ទុះទៅលឿនទី1ទី2គឺប្រាំងវាចាប់ស៊ីល្អទៀតពេលយើងដាក់ performance mode វាមានអារម្មណ៍ប្រាំងវាចាប់ទៅគឺងើកហ្មងហើយទៀតតងជាមួយនឹងចក្រាស់លេខរបស់វាក៏ល្អចម្រើននៅពេលដាក់ performance mode យើងគាត់តើបន្តិចមកគឺវាចូលស្រួលសំខាន់គឺ performance mode វ៉ាឡានធំគឺអេមទៀតតងជាមួយនឹងម៉ូតូបែប adventure touring ទៅមានណាសំខាន់គេដាក់អត់បានទី1គឺធុងសាំងធំបើសិនជាធុងសាំងយើងទូចធម្មតាហើយម៉ូតូយើងស៊ីសាំងរៀងធំដែរតែប្រហែលគឺវែងក្នុងព្រៃបើឡើងម៉ូតូមកទៀតវិញទី2គឺទៀតតងជាមួយនឹងប្រភេទកង់យើងធ្វើ adventure touring បើសិនជាកង់អត់ទៅល្អឬមួយក៏កង់យើងទៀតខ្លាំងអត់សូវមាន ground clearance ទេពិបាកក្នុងការយើងឡើងភ្នំឬមួយក៏ធ្វើការចុះនៅដីដែលមានកលុកច្រើនអាចនឹងយើងអាចកល់ទ្រូងហើយយើងជិះបានលឿនទេចំណុចមួយទៀតដែលត្រូវតែមានដែរគឺម៉ូតូនឹងគឺត្រូវតែមានកន្លែងកាប់ធុងឲ្យបានច្រើនពីធម្មតាយើងធ្វើ adventure touring យើងអាចដាក់ច្រើនណាបើដូចខ្ញុំវិញខ្ញុំទៅពេលច្រើនគឺខ្ញុំមានតង់មានគួយមានខោអាវអញ្ចឹងវាសពីសពងអាចដូចទៅលេងទូលខោអញ្ចឹងប៉ុន្តែម៉ូតូដែល adventure ត្រូវតែមានបែបហ្នឹងចឹងហ្មងមួយទៀតគឺទីតោមួយអំពូលភ្លើងបាទអំពូលភ្លើងគឺសំខាន់ណាស់អ្នកណាដែលជិះ touring គឺមិនដែលថាអ្នកណាជិះអត់ជិះយប់ទេក៏ពីព្រលឹមជិះទៅក៏លងឹតឈឹងហ្មងមកទេវិញក៏លងឹតឈឹងដូចគ្នាដែរបើពោះរី450គឺភ្លើងល្អប្រភេទ LED ជិះទៅច្បាស់ដែរប៉ុន្តែខ្ញុំបានមកពាក់ភ្លើងថែមទៀតតែហ្នឹងយើងជិះយើង responsible ខ្លួនឯងណាបើសិនជាយើងបើកទៅតាមក្រុងចាំងភ្នែកគេអាហ្នឹងក៏រឿងរបស់បុគ្គលដែរទៀតតងជាមួយនឹងមិត្តភាពនៃ
ការជិះ Himalayan 450គឺខ្ញុំមានឧស្សាហ៍រីកច្រើនមិត្តភក្តិខ្ញុំគឺសុទ្ធតែជិះ Himalayan ទាំងអស់តែពេលអញ្ចឹងយើងទៅណាមួយគ្នាយើងមានអារម្មណ៍ថាយើង build relationship build friendship មួយពួកគាត់អញ្ចឹងជាដើមមានអ្នកខ្លះជិះ411អ្នកខ្លះជិះ450អញ្ចឹងទៅហើយខ្ញុំក៏បង្កើតមិត្តភក្តិបានថ្មីខ្លះដែរបាទមានជនជាតិខ្មែរមានជនជាតិបរទេសអញ្ចឹងទៅដែលគាត់ជិះម៉ូតូប្រភេទម៉ាកដូចគ្នាគាត់ស្រឡាញ់គ្នាហើយគាត់ចេះជួយគ្នាយើងឆ្ងល់អីហ្នឹងគាត់បរៀនយើងចាស់យើងពន្យល់គាត់ទៅវិញអញ្ចឹងណាយើងជួយគ្នាទៅវិញទៅមកហើយជាភាសាទៀតគឺទាក់ទងជាមួយនឹងលើ community របស់ Royal Enfield គឺល្អបាទខ្ញុំសូមសរសើរកន្លែងហ្នឹងមួយយើងមាន group chat មួយដែលល្អយើង chat សួរគ្នាមានគ្នាច្រើនហើយយើងឆ្ងល់យើងសួរគ្នាទៅហើយគេប្រាប់យើងប្រាប់គេអញ្ចឹងណាហើយក្រៅពីទៀតទាក់ទងជាមួយនឹង event ផ្សេងៗការជិះជាក្រុមការជិះដើរលេងកម្សាន្តអីដែល sponsor by ក្រុមហ៊ុននោះគឺមានច្រើនបាទមានច្រើនរាប់មិនអស់ទេអញ្ចឹងទេបើប្រៀបធៀបជាមួយនឹងម៉ូតូផ្សេងៗខ្ញុំគ្រប់ជិះមកដូចយើងជិះតែឯងយើងមានអារម្មណ៍ lonely ណាតែពេលយើងមានអានេះមកយើងមានមិត្តភក្តិហើយថ្ងៃសៅរ៍អាទិត្យដឹងតែមានគេបួលដើរលេងជិះម៉ូតូហើយយើងរត់ទៅពេទ្យជិះទៅឲ្យតែបានទៅជាចុងក្រោយខ្ញុំចង់ប្រែប្រាំទៅបងប្អូនទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ចង់ទិញម៉ូតូអាចគិតមើលនៅម៉ូតូ Royal Enfield 450cc នឹងបានហើយយើងអាចសួរខ្លួនឯងថាមុនយើងទិញម៉ូតូយើងទិញដើម្បីជិះក្នុងឱកាសអីគេយើងជិះនៅក្នុងក្រុងឬយើងជិះបែប adventure touring ដោយសារតែម៉ូតូ Royal Enfield វាខុសពីម៉ូតូបែប naked ឬមួយក៏បែប race bike តួរបស់វាម៉ាស៊ីនរបស់វាគឺធ្វើមកខុសគ្នាបាទគឺ Royal Enfield 450ហ្នឹងគឺធ្វើសម្រាប់ adventure touring ហ្មងបើសិនតែយើងសួរខ្លួនឯងថាខ្ញុំចូលចិត្តចុះខេត្តច្រើនខ្ញុំចូលចិត្តជិះផ្លូវដីច្រើនជិះស្ទាក់កលុកច្រើនហើយទៅឆ្ងាយហើយអត់ចង់ធ្វើការ service ដូរប្រេងម៉ាស៊ីនអីច្រើនចាក់សាំងច្រើនកន្លែងទេខ្ញុំធំណែនាំម៉ូតូមួយគ្រឿងនេះគឺអត់ខុសចិត្តទេជិះអត់ចាញ់ខ្យល់លឿនល្អស៊ីសាំងក៏ស៊ីសាំងតិចជាសំខាន់គឺវាអត់ខូចតាមផ្លូវដោយធ្វើយើងរុញទៅរុញទៅផ្ទះវិញទេតាមខ្ញុំជិះម៉ូតូហ្នឹងអត់ដែលធ្វើទុកខ្ញុំហើយក៏ដែលខ្ញុំវិញទៅផ្ទះវិញដែរគឺល្អមែនទែនបាទគុណដូចគ្នាដែរជំរាបលា